một ngày trai rồiอายุ50tuổi ហើយបងជាណាជាបាលរបស់ខាងបងអ្នកជំងឺហ្នឹងណាបាទមុនប្រើផលិតផលលីវ៉ាបាឡែននេះកូនរបស់ពូមានបញ្ហាដែរអាការៈវាស្បែកឡើងលឿងហើយនឹងក្រើមបាទហើយភ្នែកក៏លឿងនោមក៏លឿងបាទអញ្ចឹងខ្ញុំទៅកន្លែងមន្ទីរពេទ្យឲ្យគេឆ្លើយគោមើលតែថ្លើមធ្ងន់ធ្ងរបាទជាតិពុលឡើងខ្លាំងហើយនឹងថ្លើមឡើងខុសប្រកដីឡើងប្រូចឡើងបសោះឡើងមកឡើងចំបាទឡើងក្រើមឡើងផ្សោះហ្មងប្រើតាមពេលទៅអត់ធូរស្រាលសោះចេះតែអស់កម្លាំងនៃវាខ្លាំងទៅនោះដូចតែអត់ត្រូវណាបាទដើរធម្មតាក៏បែរខ្សោយយ៉ាងមុនតិចមើលអាការៈខ្សោយបាទស្បែកឡើងលឿងខ្លាំងធម្មតាជាមើលទៅធម្មតាជាបាទធម្មតាជាខ្ញុំឃើញប្អូនមួយដែលគាត់ស្លាប់ហ្នឹងដោយសារលឿងតែគាត់ហូបស្រាអញ្ចឹងដល់ពេលខ្ញុំនឹកឃើញអូអញ្ចឹងខ្ញុំមានតែថ្នាំឱសថធម្មជាតិទេបាទអញ្ចឹងគេឲ្យទៅថ្នាំខ្មែរហើយខ្ញុំអត់ទេដល់ពេលខ្ញុំឃើញថ្នាំលីវ៉ាបាឡែនហ្នឹងខ្ញុំនឹកឃើញអូខ្ញុំសាកល្បងខ្ញុំបើកទៅឃើញខ្ញុំទេសួរអ្នកគ្រូកាលរយៈពេលតែមួយអាទិត្យដឹងកាចប្រែខ្ញុំទុកចិត្តប្រើស្ម័គ្រចិត្តប្រើហ្មងអត់មានដឹងពីណាមកដឹងតាមទូរស័ព្ទហ្មងហ្នឹងហើយតែញភ្លាមហ្មងអត់មានយូរទេបាទរយៈពេលមួយអាទិត្យដឹងប្លែកមើលទៅប្លែកស្បែកតាំងពីលំមាស់ហើយហ្នឹងបាត់ទាំងបាត់ស្នាមហើយកញ្ចក់ដៃហ្នឹងក៏យ៉ាងបាត់លឿងហើយអស់តែ3កំប៉ុងដឹងរៀងជ្រះថេងហើយថែមតែមួយកំប៉ុងទៀតបាត់មានញើសមានដីគ្រានអាហារវិញសាច់ធម្មតាវិញខ្ញុំតើអូមែនថ្នាំគឺ 100% ហ្មងបាទប្រើតែមួយមុខគាត់អត់មានប្រើថ្នាំបែទុំបែតែក្តៅខ្លួនប៉ារ៉ាក៏អត់មានដែរអញ្ចឹងខ្ញុំសូមផ្ដាំទៅបងប្អូនដែលគាត់កើតជំងឺថ្លើមចំពោះថ្លើមហ្នឹងហ្មងបាទអញ្ចឹងខ្ញុំនៅភូមិជើងមកឃុំកុព្រិចស្រុកគិរីវង្សខេត្តតាកែវបាទកូនខ្ញុំបានកើតជំងឺថ្លើមហើយខ្ញុំប្រើផលិតផលវ៉ាសេលិនណាគឺជាហើយអញ្ចឹងគាត់ចុះមកផ្ទាល់មកដល់ភូមិខ្ញុំហ្នឹងដល់ផ្ទះខ្ញុំផ្ទាល់គាត់អត់មានសម្ដែងទេបើបងប្អូនមានជំងឺហ្នឹងសូមបងប្អូនប្រើប្រាស់ចោះណាកុំថាគាត់សម្ដែងកុំថាគាត់ចេះចោះអីអត់មានទេបាទប្រើចោះអត់មានជួលហើយខ្ញុំនៅភូមិឈ្មោះចង់មកដល់ផ្ទះខ្ញុំក៏បានមកសួរខ្ញុំពិតចាស់ណា